សង្គ្រាមនៅតំបន់កាហ្សាបានបញ្ចប់ហើយមជ្ឈមបូព៌ានឹងវិលទៅរកប្រក្រតីភាពវិញប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយបែបនេះនៅថ្ងៃអាទិត្យទី12ខែតុលាឆ្នាំ2025ខណៈដែលលោកកំពុងធ្វើដំណើរទៅប្រទេសអ៊ីស្រាអែលនេះបើយោងទៅតាម BBC គិតមកដល់ថ្ងៃច័ន្ទនេះបទឈប់បាញ់រវាងក្រុមហាម៉ាស់និងអ៊ីស្រាអែលបានចូលឈានដល់ថ្ងៃទី4ហើយដោយក្រុមហាម៉ាស់ក្រុងនឹងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅមានជីវិតចំនួន20នាក់នៅថ្ងៃត្រង់នេះជាថ្នូរទៅនឹងអ្នកទោសប៉ាឡេស្ទីន250នាក់និងអ្នកជាប់ឃុំ1700នាក់មកពីកាហ្សានៅតំបន់កាហ្សាពេលនេះមានប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់កំពុងធ្វើដំណើរត្រឡប់ទៅភូមិខាងជើងគឺទៅកាន់កន្លែងដែលសង្គ្រាម2ឆ្នាំបានបន្សល់ទុកនៅការបំផ្លិចបំផ្លាញយ៉ាងខ្ទេចខ្ទាំអ្នកស្រុកម្នាក់បានប្រាប់ BBC ថាយើងរីករាយដែលបានត្រឡប់មកវិញប៉ុន្តែការបំផ្លិចបំផ្លាញនេះគឺមិនគួរឲ្យជឿនោះទេនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានចាត់ទុកពេលវេលាក្រោយមានបទឈប់បាញ់នេះថាជាផ្លូវនៃការកសាងនិងការព្យាបាលឡើងវិញទោះយ៉ាងណាអ្នកវិភាគព្រមានថានេះគ្រាន់តែជាការផ្អាកសង្គ្រាមប៉ុណ្ណោះមិនមែនបញ្ចប់សង្គ្រាមដោយលោកTrumpអះអាងទេពួកគេថាបទឈប់បាញ់ប្រៀបដូចជាហ្វ្រាំងដែលជន់ឲ្យការប្រយុទ្ធឈប់ជាបណ្ដោះអាសន្នប៉ុន្តែមិនទាន់ដោះស្រាយចំបញ្ហានៅឡើយដូចជាបញ្ហាអនាគតនយោបាយរបស់ក្រុមហាម៉ាស់ការគ្រប់គ្រងរបស់អ៊ីស្រាអែលលើតំបន់កាហ្សានិងការកសាងកាហ្សាឡើងវិញក្រោមគំនាបពហុភាគីជាដើមបើគ្មានដំណោះស្រាយយូរអង្វែងនិងការធានាសន្តិសុខអ្នកសង្កេតការព្រមានថាវដ្តថ្មីនៃអំពើហិង្សានៅតែអាចកើតឡើងជាក់ស្ដែងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានបដិញ្ញាថានឹងបន្តរុះរើបណ្ដាញផ្លូវរួមក្រោមដីរបស់ក្រុមហាម៉ាស់នៅពេលដែលចំណាប់ខ្មាំងទាំងអស់បានទៅដល់អ៊ីស្រាអែលលោកTrumpក្រុងនឹងថ្លែងទៅកាន់សភារបស់អ៊ីស្រាអែលមុនពេលចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសអេស៊ីបជាមួយមេដឹកនាំពិភពលោករួមទាំងប្រធានអាជ្ញាធរប៉ាឡេស្ទីនលោក Mahmoud Abbas ដើម្បីពិភាក្សាអំពីជំហានបន្ទាប់ឆ្ពោះទៅរកសន្តិភាពយូរអង្វែងខ្ញុំរស់សុធាពី News Today NTTV